នាំមកជូនជាពិសេសដោយ មានម៉ូតូស្គូពី2025ចំនួន5គ្រឿងនិងរង្វាន់ទឹកប្រាក់យ៉ាងច្រើនសរុប355លានរៀល ស្វាគមន៍មកកាន់កម្មវិធីជៀបចប់តែឆ្ងាញ់បាទយុវជនទាំងពីរអ្នកសូមជម្រាបសួរដល់ទូរទស្សនិកជនដែលកំពុងតាមដានទស្សនាជាមួយនៅកម្មវិធីជៀបចប់តែឆ្ងាញ់សម្រាប់សប្តាហ៍ថ្មីដែលយើងបានធ្វើត្រឡប់មកជួបលោកអ្នកតាមពេលវេលានិងម៉ោងដដែល ជាស្ដែងថ្ងៃនេះផងដែរយើងបាននាំអារម្មណ៍លោកអ្នកមកកាន់ទីតាំងថ្មីមួយដែលមានឈ្មោះថាបឹងរំចង់ បាទបឹងរំចង់អញ្ចឹងវាថាខាងក្នុងប្រហែលជាសបោរំចង់ច្រើនហើយនេះស្គាល់រំចង់ហ្នឹងមើលទៅ ស្គាល់រំចង់ផលិតយើងហ្នឹង អូឆ្មាតែអត់ស្គាល់ អត់ស្គាល់មិនកើត បាទតែយ៉ាងណាជាមួយនឹងកម្មវិធីជៀបចប់តែឆ្ងាញ់សម្រាប់សប្តាហ៍ថ្មីនេះអាចដំណើរការទៅបានក៏ដោយសារតែមានការចូលរួមឧបត្ថម្ភជាពិសេសដោយម្សៅស៊ុបខ្នុររសជាតិឆ្ងាញ់សម្បូរដោយជីវជាតិ ដុំស៊ុបខ្នុរឈ្ងុយឆ្ងាញ់រងាស់មាន់ទាំងមូលហើយកាន់តែពិសេសនៅពេលនេះសម្រាប់ម្សៅស៊ុបខ្នុរក៏ដូចជាដុំស៊ុបខ្នុរមានបន្ថែមរង្វាន់ជាច្រើនដូចជារង្វាន់ម៉ូតូស្គូពីជាច្រើនរួមជាមួយនឹងទឹកប្រាក់រហូតដល់ទៅ355លានរៀល បាទគេថាច្រើនមែនទែនជាមួយនឹងប្រាក់រង្វាន់រហូតដល់355លានរៀលសម្រាប់បងប្អូនដែលគាត់ប្រើឬក៏អតិថិជនរបស់ខ្នុរផ្ទាល់តែម្ដងនេះនោះមានលឺសលេងអីអត់ ឮសលេងរៃ ហ្នឹងហើយព្រោះដោយសារតែរដូវនេះអញថានៅទៅចុងរដូវប្រាំងអត់ទាន់ចូលដល់វស្សាអញ្ចឹងជាមួយនឹងរៃពេលថ្ងៃហ្នឹងគឺស្ដាប់តែបានគេងងឹងស្ដាប់សំឡេងរៃយំទៀតណាដឹងថាលឹង ប៉ុន្តែដល់ពេលយើងបើកក្បាលកម្មវិធីឮសំឡេងរៃចេះអាចច្រឡំស្មើសលេងកង់មិនសលេងកង់សំឡេងទេតែពិតជាសលេងរៃនៅលើដើម7នេះទេ បាទជាស្ដែងជាមួយនឹងកម្មវិធីរបស់យើងសម្រាប់សប្តាហ៍ថ្មីនេះគឺយើងនឹងនាំអារម្មណ៍ទស្សនិកជនចូលទៅខាងក្នុងនៃទីតាំងថ្មីសម្រាប់សប្តាហ៍នេះគឺជាភោជនីយដ្ឋានបឹងរំចង់អញ្ចឹងដឹងថានៅផ្នែកខាងក្នុងមានអ្វីខ្លះហើយក៏ដូចជាទីធ្លាធំប៉ុណ្ណាហើយមាននៅមុខម្ហូបអ្វីខ្លះដើម្បីបង្ហាញជូនទៅកាន់ទស្សនិកជនយើងចូលទៅខាងក្នុងនៃបរិវេណនៃភោជនីយដ្ឋាននេះទាំងអស់គ្នាបាទអញ្ជើញ អូលូរ៉ែនណា អូគាត់ចូលមកមានអាងទឹកឡើងប្រព័ន្ធណានៃទៀត ស្ដាយនេះអត់ដាក់កៅអៅមកកុំអីហាយទឹកបាត់ ដល់ឲ្យមួយទឹកឡើយ មកកម្មវិធីមកហូបចង់ហាយទឹកហាយអី អាងទឹកគេឡើងធំនេះសម្រាប់មនុស្សធំលេងទៀតណានៅខាងនោះជំនាញញ៉ាប់ក្មេងៗលេងទៀត តែមើលទៅនៅភោជនីយដ្ឋាននេះដូចសួនកំសាន្តលេងទឹកសួនទឹកហ៎មើលទៅតំណងមែនតើ លូរ៉ែនបាក់របស់គេលើហើយ បាក់អីណាស្គាល់គេប៉ុណ្ណានេះ ណែតែក៏ឈូសបានហើយ យេលយហ្មងចង់និយាយថាមុនហ្នឹងអត់ទេក្តៅពេកចូលមកក្នុងគឺថាត្រជាក់ចូលមកមួយលប់ណាតែនៅមានញើសទៀត ហែក្តៅយទេ តែមិនទេត្រជាក់ញ៉ាំទឹកចតកកឈូត្រជាក់ល្អ ខ្ញុំវិញញ៉ាំការ៉េមហើយនៅនេះក្រៅពីការ៉េមតកឈូនោះនឹងមានមកជូរមានកាហ្វេទៀតហ៎គ្រប់តម្រូវការហ្មង ជូរអំបៅត្រូវពេក ហ្នឹងហើយតែលូរ៉ែនឃើញមានស្រះធំអញ្ចឹងគឺមានស្ទូចត្រីស្ទូចអីអត់ អូស្ទួយបានតា ស្ទូចត្រីបានទៀត បាន អូពិសេសមែនតើនៅ ខ្ញុំ នេះ វិញខ្ញុំមុនឃើញភ្ញៀវគាត់មកអង្គុយលេងមកញ៉ាំបាយថ្ងៃមិញឃើញគាត់ស្ទួយបានមិនធំណាត្រី ចុះក្រៅពីស្ទូចត្រីនឹងលក់តកឈូសលក់អីគ្រប់មុខហ្នឹងនៅមានអីទៀតលូរ៉ែនហ្នឹងអត់ ទេខ្ញុំអត់ដឹងច្បាស់ដែរក្រៅពីអាងទឹកសម្រាប់ក្មេងសម្រាប់មនុស្សធំស្ទួយត្រីមកជូតកកឈូសដឹងថាមានសបាយអញ្ចឹងមានថាជួបជាមួយនឹងបងប្រុសម្ចាស់ហាងហ្មងទៅដើម្បីដឹងច្បាស់ហ្មង អូនោះគាត់នៅនោះតោះជួបគាត់ទេយ៉ាងនោះតោះ អត់ទស្សនិកជនអញ្ចឹងសម្រាប់ពេលនេះកុំឲ្យលោកអ្នករងចាំយូរព្រោះដើម្បីចង់ដឹងថាតើជាមួយនឹងទីតាំងថ្មីសម្រាប់សប្តាហ៍នេះដែលមានឈ្មោះថាភោជនីយដ្ឋានបឹងរំចង់មាននៅសេវាកម្មអីគេខ្លះហើយជាមួយនឹងពេលការបើកហើយជាមួយនឹងការទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជនពាក់ព័ន្ធទៅនឹងមុខម្ហូបមានអីគេខ្លះយើងមកជួបជាមួយនឹងបងប្រុសដែលជាម្ចាស់ហាងនៅភោជនីយដ្ឋានបឹងរំចង់ទាំងអស់គ្នាតែម្ដងបាទជំរាបសួរបងបាទជំរាបសួរបង បាទជាដំបងអនុញ្ញាតស្គាល់ឈ្មោះបងផង ខ្ញុំឈ្មោះឡង់ឌី បាទបងឌី ឡង់ឌីបាទ បាទ ចុះបងសម្រាប់ទីតាំងភោជនីយដ្ឋានបឹងរំចង់នេះបើកយូរនៅបង បើកតាំងពីឆ្នាំ2015 2015 10ឆ្នាំហើយ 10ឆ្នាំហើយ បាទ10ឆ្នាំ ពិសេសមែនតើយូរអញ្ចឹងជាមួយនឹងការអតិថិជនក៏គាត់ថាគាត់ច្រើនដែរព្រោះដោយសារតែ ស្គាល់ច្រើន យូរតាំងពី2015មកអញ្ចឹងតើតងជាមួយនឹងការបើកភោជនីយដ្ឋានបឹងរំចង់នេះបងអាចប្រាប់បានទេតើថាទេបានជាដាក់ឈ្មោះថាបឹងរំចង់អញ្ចឹង
ពីយើងបដោតសំខាន់លើការស្ទូចត្រីជាធំអញ្ចឹងណា អូ បាទ ព្រោះយើងស្ទូចត្រីយើងត្រូវតែមានបឹងអញ្ចឹងណាអញ្ចឹងទៅពីដើមមកខ្ញុំជាមួយគ្រួសារហ្នឹងក៏ភាសាគ្នាថាយើងត្រូវដាក់ឈ្មោះអីគេ បាទ ប៉ុន្តែយើងត្រូវតែមានបឹងពីមុខហើយវាត្រូវបឹងនំចង់បឹងឈូកឬមួយក៏បឹងផលិតអញ្ចឹងទៅ បាទ ដល់ពេលទៅយើងក៏ស្រោះស្រួលគ្នាដាក់ឈ្មោះបឹងនំចង់តែម្ដងទៅ អត់ដាក់បឹងកឆែតអីទេបង អត់ទេ ដោយសារយើងស្ទូចត្រីមកយើងធ្វើត្រីបឹងកឆែតអីចឹង ដាក់ ណាបង កថែទៅវាជាប់សទួយភ្ញៀវក៏ស្ទួយអត់កើតណា បាទតែជាមួយនឹងបឹងនេះបងអ្នកជីកឬក៏យល់ថាបឹងពីមុនមកនៅនឹងមានស្រាប់ មានស្រាប់ មានស្រាប់ បាទមានស្រាប់ អូ អូអញ្ចឹងងាយស្រួលមែនតើ បាទ អញ្ចឹងយើងបើកភោជនីយដ្ឋានមកគឺមានបឹងស្រាប់ មាន តែ បឹង ម្ដង ស្រាប់ហ្នឹងហើយ បាទ អញ្ចឹងដោយសារតែបងនិយាយតាក់ទងជាមួយនឹងការស្ទូចត្រីអញ្ចឹងបងអាចជំរាបជូនមកតាក់ទងជាមួយការស្ទូចត្រីហ្នឹងយើងជួសស្ទូចឬក៏យើងអាចយកស្ទូចមកផ្ទះបានឬក៏ការស្ទូចហ្នឹងយើងគិតត្រីជាគីឡូមិនអីមិនដែរបង ចំពោះការស្ទួយត្រីហ្នឹងបើភ្ញៀវគាត់យកស្ទួយពីផ្ទះគាត់មកក៏បានខាងខ្ញុំ free នុយឲ្យគាត់ស្ទួយប៉ុន្តែបើគាត់អត់យកស្ទួយមកទេខាងហាងរបស់ខ្ញុំអញ្ចឹងមានស្ទួយសម្រាប់ជួក្នុងមួយដើម$1 មួយដើម$1 គិតរយៈពេលបង អត់ក៏រយៈពេលគឺស្ទួយពីដល់ស្មានណាក៏បាន ឲ្យតែ ដែរ កម្លាំងស្ទូច ឲ្យតែមានកម្លាំងស្ទួយ ចុះពេលដែលស្ទូចត្រីបានយើងគិតជាគីឡូ1គីឡូ គាត់ បាន ជា ដែរ គីឡូគាត់ជាគីឡូ1គីឡូ12000 12000 បាទប្រភេទត្រីគ្រប់មុខទាំងអស់មានតាំងពីត្រីឆ្ពឹងក៏មានត្រីឆ្លាំងក៏មានយើប្រភេទគ្រប់មុខព្រោះបឹងនេះជាលក្ខណៈ ធម្មជាតិ បឹងធម្មជាតិហ្នឹងហើយ អត់ទេមុនហ្នឹងពួកឃើញមានបងមកដែលគាត់មកញ៉ាំបាយពេលថ្ងៃនេះគាត់ស្ទួយបានត្រីដៃមួយធំហ្នឹងនោះឡើងប៉ិនគាត់ដៃខ្ញុំបាទមកបើអាំងតំណង នឹងតែឆ្ងាញ់នឹងតែជាតិហ្មង បាទ ចុះបងតាក់ទងមួយការស្ទូចត្រីហ្នឹង1គីឡូ12000ចុះបើយើងធ្វើម្ហូបនៅនេះនឹងខ្ចប់ទៅផ្ទះតម្លៃខុសគ្នាមែនបង ខុសគ្នាបើភ្ញៀវធ្វើម្ហូបយើងគិតសេវាក្នុង1គីឡូ15000 អូខុសគ្នា បាទ 3000 ខុសទៅថ្លៃត្រីផ្សេងថ្លៃសេវា ធ្វើម្ហូបផ្សេង តែសេវាផ្សេង បាទហ្នឹងហើយ បាទអញ្ចឹងតើតងជាមួយនឹងពេលវេលាដែលយើងបើកនៅទីតាំងនេះយើងបើកពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានដែរបង យើងបើកចាប់ពីម៉ោង8ព្រឹក 8ព្រឹករ ហូតដល់ម៉ោង7យប់ប៉ុន្តែម៉ោង7យប់ហ្នឹងយើងបិទម្ហូបព្រោះចុងភៅគាត់ត្រូវការសម្រាក បាទ ប៉ុន្តែបើភ្ញៀវគាត់អាចអង្គុយដល់ម៉ោង10យប់ក៏បានដែរ អូបាទប៉ុន្តែគាត់ថាសុំបិទក្នុងការកំង បាទ ម្ហូបនេះអីគឺម៉ោង7 ម៉ោង7យប់ បាទ បងចុះក្រៅពីម្ហូបចឹងចង់ឲ្យបងជម្រាបកាន់តែច្បាស់បញ្ជាក់តាក់ទងជាមួយនឹងសេវាកម្មនៅកន្លែងបងមានអីខ្លះទៅបង សេវាកម្មមានស្ទួយត្រី ត្រី បាទមហោកំងម្ហូបកំងសម្រាប់យកមកញ៉ាំ បាទ ហើយនឹងសេវាអាងហែទឹកហើយនឹងមានដូចជាកកឈូសកាហ្វេម្ជូរអីចឹងទៅណា អូ បាទ មានគ្រប់យ៉ាងតែម្ដ បាទ ង បាទចុះពាក់ព័ន្ធជាមួយនឹងអាងហែកទឹកវិញព្រោះមុនហ្នឹងខ្ញុំបានទៅមើល Moreno គឺមានសម្រាប់មនុស្សធំផងមនុស្សតូចផងនេះយើងគិតម្ដងតម្លៃប្រហែលដែរបងសម្រាប់ការលេង ចំពោះថ្ងៃធម្មតាអាងហែទឹកហ្នឹងយើងគិត5000លុយខ្មែរ 5000 បាទ បាទ ចំពោះថ្ងៃសៅរ៍អាទិត្យបុណ្យទាន8000 8000 បាទ ពីយ៉ាងដែរបងដល់ពេលយើងមានអាងហែទឹកចេះយើងមានកូនមកលេងទៅអត់សូវរំខាន បាទ នឹងសម្រាប់ឲ្យមានពេល speed មួយគ្នា សម្រាប់ទាំងក្មេងតូចទៅទាំងមនុស្សធំហ្មងបងតម្លៃហ្នឹងហ៎ តម្លៃដូចគ្នាតម្លៃដូច អូ គ្នា បាទ ខេ បង បាទ ចុះបងតាក់ទងជាមួយនឹងមុខម្ហូបវិញអញ្ចឹងសម្រាប់ថ្ងៃនេះក្នុងកម្មវិធីជិបជប់តែឆ្ងាញ់សម្រាប់ភោជនីយដ្ឋានបឹងរំចង់នឹងបង្ហាញធ្វើដៃចុងភៅក្នុងការចម្អិនមុខម្ហូបអ្វីដែរបង ចំពោះមុខម្ហូបគឺម្ជូរក្តាមក្តាត ម្ជូរក្តាមក្តាត ក្តាតអូ ក្តាម ម្ជូរ ក្តាម ខ្មែរ បន្លែក្តាត មែនរំចង់ទេបង មកមែនរំចង់ ច្បាស់តែត្រូវជាមួយនឹងទីតាំងដាក់រំចង់ បាទ អូខេបាទជាមួយនឹងមុខម្ហូបអាចជាមុខម្ហូបបែបខ្មែរដែលយើងញ៉ាំមួយបាយសម្រាប់អាហារពេលថ្ងៃត្រង់គឺពិសេសមែនទេអញ្ចឹងចំណុចតែជាមួយនឹងការផ្សំគ្រឿងនៅមុខម្ហូបសម្លក្តាមក្តាតបាទគឺម្ជូរក្តាមក្តាតនេះមានការធ្វើឬក៏ការរៀបចំពីចុងភៅបែបណាហើយជាពិសេសគឺបន្ថែមជាមួយរសជាតិនៃម្សៅស៊ុបខ្នុររបស់យើងបង្កើតរសជាតិឲ្យកាន់តែឆ្ងាញ់ប៉ុណ្ណាយើងទៅទស្សនាជាមួយនឹងការចម្អិននៅមុខម្ហូបពីចុងភៅទាំងអស់គ្នាតែម្ដងបាទសូមជឿ ជំរាបសួរទស្សនិកជនខ្ញុំបាទឈ្មោះកុសលជាចុងភៅនៅប្រចាំហាងបឹងរំចង់ហើយនេះដែរក៏មានម្ហូបមួយមុខបង្ហាញទស្សនិកជនទាំងអស់គឺម្ជូរក្តាមក្តាតហើយម្ជូរក្តាមក្តាតនេះដែរយើងមានគ្រឿងផ្សំរបស់យើងមានដូចជាស្ករអំបិលប៊ីចេងនិងទឹកត្រីប្រហុកហើយនិងអំពិលទុំខួរក្តាមបុកសម្រាប់ផ្សំគ្រឿងសម្លម្ជូរក្តាមក្តាតនេះអ្វីដែលយើងមិនអាចបំភ្លេចបាននេះគឺដុំស៊ុបខ្នុរហើយនិងម្សៅស៊ុបខ្នុរដែលវាអាចបន្ថែមរសជាតិម្ហូបនេះឲ្យកាន់តែឆ្ងាញ់បាទឥឡូវនេះសូមមកមើលការចម្អិនមុខម្ហូបទាំងអស់គ្នាជាដំបូងយើងបងគល់ស្លឹកគ្រៃហើយនិងម្ដេងបានហើយវាអាចកាត់ជាតិឆ្អាបបានបាទហើយបន្តមកយើងនេះជាប្រហុកយើងបងវាមកល្មមនេះទៅស្រេចតែបងប្អូនចូលចិត្តអីចឹងទៅឥឡូវយកពងត្រីមុនមក
rồi hay ở những bong cà phê đây là cái phu chứng những đủ cái phu cầm chặt ở khăn chả hàngต่อមក complex ទៅសោះគឺ30ភ្នោវាអាចបន្ថែមរសជាតិមុខម្ហូបយើងឲ្យកាន់តែឆ្ងាញ់តមកយើងបងក្តាមរបស់យើងមកវាពុះហើយអញ្ចឹងតបមកយើងបងជាមួយនឹងខួរក្តាមបាទសម្លរបស់យើងពេលនេះគឺឆ្អិនហើយយើងបងតែអំពិលហើយនឹងម្អមរួចរាល់ឥឡូវចាប់ផ្ដើមឆ្អិនហើយពុះហើយអញ្ចឹងសុំបងអំពិលទុំតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងទៅនេះម្អមយើងដាក់ទៅក៏ផ្លេចអសោះយើងម្អមបាទនេះសម្រាប់សឡម្ជូរក្តាមផ្អារបស់យើងនេះគឺរួចរាល់ហើយនាំមកជូនជាពិសេសដោយ នេះម៉ូតូ Scoopy 2025ចំនួន5គ្រឿងនិងរង្វាន់ទឹកប្រាក់យ៉ាងច្រើនសរុប355លានរៀលមុននេះទស្សនិកជនបានទស្សនាជាមួយនឹងទ្វេដៃចុងភៅប្រចាំភពជនីយដ្ឋានបឹងរំចង់ដែលបានចំអិនជាមួយនឹងសម្លមួយមុខដែលមានឈ្មោះថាម្ជូរក្តាមក្តាតដែលបានប្រើប្រាស់ជាមួយនឹងគ្រឿងផ្សំដូចជាម្សៅស៊ុបខ្នុរនិងដុំស៊ុបខ្នុរផងដែរបាទជាការពិតជឿជាក់ថាពុកម៉ែបងប្អូនទូរទស្សនិកជនដែលកំពុងទស្សនាកម្មវិធីរបស់យើងមុននេះបានបង្ហាញក៏ដូចជាបានឃើញហើយប្រព័ន្ធជាមួយនឹងវិធីសាស្ត្រនៅក្នុងការចំអិននៅមុខម្ហូបសឡម្ជូរក្តាមក្តាតដែលជាមុខម្ហូបមួយដែលយើងអាចទទួលទានជាមួយនឹងអាហារថ្ងៃត្រង់ដូចជាមួយបាយអីបានហើយជាពិសេសគឺជាមួយនឹងមុខម្ហូបនេះគឺបន្ថែមរសជាតិជាមួយនឹងការដាក់នៅម្សៅស៊ុបខ្នុរក៏ដូចជាដុំស៊ុបខ្នុរដើម្បីបង្កើនរសជាតិមុខម្ហូបផងដែរហើយក្រៅពីមុខម្ហូបមួយមុខនេះក៏មានមុខម្ហូបផ្សេងទៀតដែរដែលយើងនឹងត្រៀមធ្វើការបង្ហាញជូនទៅកាន់ទស្សនិកជននៅពេលបន្តិចទេនេះតែម្ដងអញ្ចឹងកុំឲ្យលោកអ្នករងចាំយូរមកជួបជាមួយនឹងវត្តមានរបស់បងឌីម្ដងទៀតនៅក្នុងវគ្គនេះបាទជំរាបសួរបងម្ដងទៀតបងអាចជម្រាបបន្ថែមបានទេក្រៅពីម្ជូរក្តាមក្តាតតើ3មុខទៀតជាមុខម្ហូបអ្វីខ្លះដែរបង3មុខទៀតមានមាន់ដុតទឹកឃ្មុំខ្យងចំហុយអំបិលម្រេចហើយនឹងប្រហុកអាំងលើជ្រុញបាទជាមួយនឹងមាន់ដុតទឹកឃ្មុំនេះខ្ញុំកន្លែងឃើញដូចជាមានទឹកប្រភេទជាទឹកត្រីផ្អែមអាហ្នឹងយើងជ្រលក់ជាមួយនឹងមាន់ដែរបងបាទហ្នឹងយើងជ្រលក់យើងយកសាច់មាន់ស្ទប់មួយបន្លែហ្នឹងដើម្បីជ្រលក់មួយទឹកត្រីផ្អែមចង់ញ៉ាំបាយបានច្រើនបើភ្ញៀវខ្លះគាត់អត់ចូលចិត្តទឹកត្រីផ្អែមទេគាត់ជ្រលក់ដូចជាមួយទឹកត្រីកកុងក៏បានជាមួយអំបិលម្រេចបាទហើយសម្រាប់ខ្យងវិញបងជាខ្យងប្រភេទអីដែរបងមុខម្ហូបមុខនេះខ្យងជាប្រភេទខ្យងបឹងយើងចំហុយជាមួយនឹងអំបិលម្រេចឬក៏មិនបងគឺក្រហមយើងមានអំបិលម្រេចយើងលាយអាក្រហមហ្នឹងគឺប្រេងម្ទេសដើម្បីដាក់ដើម្បីឲ្យវាពណ៌វាស្អាតបាទអញ្ចឹងបានមើលទៅតំណងមែនតើគឺថាមើលទៅគួរចង់ញ៉ាំណាព្រោះទឹកសោះនេះអញថារសជាតិប្រកបជាងប្លែកពីកន្លែងដទៃហើយ
ហើយមុនហ្នឹងព្រោះមុនហ្នឹងយើងបានសួរសំណួរខ្លះៗដែរតែនៅសំណួរខ្លះដែលចង់សួរបងពាក់ព័ន្ធជាមួយនឹងកញ្ចក់នៅផ្នែកខាងក្រោយនេះយើងអត់ទាន់បានសួរបងពាក់ព័ន្ធមួយសួរមុនហ្នឹងទេអញ្ចឹងចង់នឹងតែជាមួយនឹងកញ្ចក់នៅបឹងរំចង់នេះយើងមានទាំងអស់ប្រមាណដែរបងកញ្ចក់ ក្នុងទឹកមាន34កញ្ចក់ 34កញ្ច ចំ ក់ ពោះលើគោកលើខាងក្រោយនោះមាន5កញ្ចក់ចំទាំងអស់វា39កញ្ចក់ 39 បាទបងចុះពីច្រើនភ្ញៀវដែលគាត់មកទីនេះគាត់តែងតែអង្គុយកញ្ចោះនៅតាមមាត់ទឹកឬអង្គុយនៅលើគោកបង ពីច្រើនគាត់អង្គុយនៅមាត់ទឹក មាត់ទឹកត្រជាក់បងណោះ ត្រជាក់ ងាយស្ទួយត្រី ត្រី ទៅហើយព្រោះ ពី ពេល ច្រើន ខ្លះ បើគាត់មកគាត់ចង់ទៅស្ទួយត្រីអញ្ចឹងណា បាទ អញ្ចឹងគាត់បើក្រៅពីកញ្ចក់លើទឹកពីច្រើនគាត់អត់ទៅអង្គុយ បាទ ហ្នឹងហើយ ព្រោះម្យ៉ាងដែរនៅនេះក៏បងប្អូនឡើងអត់ក៏អត់យកសទួយមកអញ្ចឹងមានសទួយសម្រាប់ជួលបាទជួលស្ទួយបានមានត្រីមានអីអាចធ្វើម្ហូបឲ្យបានទៀតកន្លែងមកមើលជាមួយនឹងលើទឹកឃើញមានភេសជ្ជៈនេះអីគេដែរបង អានេះpassion soda បើបងខ្ញុំវិញតែគួយឆ្មា តែជ្រក់ បាច់សួរបងក៏បានតែខ្ញុំមើលហើយខ្លះហើយមិញហើយនៅនេះក៏មានកាហ្វេដែរ ទៅហើយមានតែកាហ្វេមានតែកកជូរមានជាមួយនឹងភេសជ្ជៈបាទគឺដូចជា passion មានតែបាយបៃតងឬក៏តែជូរអីមានអញ្ចឹងសម្រាប់បងប្អូននេះដូចបានជំរាបជូនពីមុននេះព្រោះគាត់ពេលខ្លះគាត់មកសម្រាប់លំហែញ៉ាំបាយពេលថ្ងៃអញ្ចឹងទៅមានអូនតូចៗគាត់ចង់លេងទឹកលេងអីគឺមានកន្លែងលេងទឹក បាទតាមម៉ាក់អាចជែកគ្នាញ៉ាំម្ហូប តម្លៃដូចជាថ្ងៃ លេងអញ្ចឹងទៅ ច័ន្ទដល់ថ្ងៃសុក្រ 5000 5000 ហើយសៅរ៍អាទិត្យ 8000បាទថ្ងៃបនទានបាទអូខេអរគុណតើឥឡូវយើងបន្តជាមួយនឹងកម្មវិធីរបស់យើងក្នុងការភ្លក់នៅមុខម្ហូបតែម្ដងទៅព្រោះដោយសារតែមើលទៅគឺតំណងចង់ភ្លក់ខ្ចង់មុននេះ ខ្ញុំមិនមែនចង់ភ្លក់ត្រូវតែភ្លក់ហ្មង ត្រូវតែភ្លក់ហ្មងបាទ សុំមួយណាបង បាទ បាទអូតំណងមែនតើនេះជាពិសេសទឹកក្រហមនេះបងថាជាទឹក ទឹកសូដែលយើងនិយាយអានោះអាក្រហមគឺប្រេងម្ទេស ប្រេងម្ទេសបាទ មកបងជើញ ហឹលខ្លាំងបងប្រេងម្ទេសអញ្ចឹង ប្រេងម្ទេសអត់ហឹលទេយើងគ្រាន់តែដាក់ដើម្បីយកពណ៌ បាទបងអូអញ្ចឹងសម្រាប់ខ្យងនេះបើយើងញ៉ាំមិនញ៉ាំទាំងសាច់គឺយើងហត់ហ្មងលោក បាទយើង រសជាតិកាន់តែឆ្ងាញ់ បាទហត់ទឹកវាគាត់ឆ្ងាញ់អាហ្នឹង មានខ្ទឹមសទៀតបងឆ្ងាញ់ហ៎ ចំសយើងដាក់ដើម្បីកាត់ក្លិន ឡើង បាទ ជួយ បង បាទ បាទ អញ្ចឹងសម្រាប់ខ្យងនេះខ្ញុំគិតថាយើងមិនបាច់ជ្រលក់ជាមួយនឹងអំបិលម្រេចឬក៏ជាមួយទឹកជ្រលក់ណាទេតែសារវាមានជាតិស្រាប់ មានជាតិទឹកក្នុងនឹងស្រាប់ហើយនិយាយទៅគឺជ្រុលជាតិល្មម ល្មមជាពិសេសមានប្រេងម្ទេសនឹងទៀតញ៉ាំទៅល្អិលឆ្ងាញ់ហ្មងនេះអូមើលសាច់ហ៎ បាទចុកចងនេះយើងថាពីអាំងយើងអាចធ្វើអីផ្សេងបានទៀតទេបង ភាគច្រើនចំហុយមានពីរមានចំហុយអំបិលម្ទេសហើយនឹងចំហុយខ្ទឹមសបើភាគច្រើនឥឡូវយើងមានដូចជាអាម៉ុកខ្យង បាទ ហើយនឹងខ្យងប្រហិតត្រីឆ្លាត អូអានេះសម្រាប់ធ្វើស៊ុបហ្នឹងបង អត់ទេយើងចំហុយដូចគ្នាយើង ចំហុយដូចអាម៉ុកចឹងត្រូវបង យើងយកសាច់ខ្យងទៅចិញ្ច្រាំហើយយកទៅច្បល់ជាមួយនឹងប្រហិតត្រីឆ្លាតដាក់គ្រឿងហើយបានយើងញាត់ទៅវិញ អូ ញាត់ទៅវិញយើងយកទៅចំហុយ បាទប្លែកមកហូបមួយនេះប្លែក ប្លែកព្រោះសារបើតាមមើលទៅអាចយកញ៉ាំជាលក្ខណៈបែបចំហុយក៏បានបើសិនជាចង់ដាក់ស៊ុបក៏បានដែរមកទៅបាទ គ្នាបានដូច ហ្នឹង គ្នា ហើយបាទ អញ្ចឹងទស្សនិកជនចង់ភ្លក់ជាមួយនឹងមុខម្ហូបប្លែកតាក់ទងមួយនឹងខ្យងហ្នឹងអាចមកពុកជំនាញឋានបឹងរំចង់នេះបានហើយតែខ្ញុំណែនាំសំខាន់នេះមកកុំភ្លេចភ្លក់ជាមួយម្ហូបដែលយើងបានភ្លក់មិញនេះ ខ្យងឆ្ងាញ់ ខ្យងដុតអំបិលម្រេចលាយជាមួយនឹងប្រេងម្ទេសគឺឆ្ងាញ់មែនទែនបាទ បាទទស្សនិកជនឥឡូវបន្តជាមួយនឹងការភ្លក់នៅមុខម្ហូបមួយទៀតដែលមុននេះទស្សនិកជនបានទស្សនាជាមួយនឹងការចំអិនពីចុងភៅនៅភោជនីយដ្ឋានបឹងរំចង់ហើយគឺជាមុខម្ហូបបាទគឺស្លម្ជូរក្តាមក្តាតក្រៅពីក្តាមដែលយើងបានបង្ហាញនៅក្នុងមុខស្លនេះគឺយើងមានប្រកបវាមានប្រភេទកូនត្រីមានពងត្រីក៏ដូចជាមានកពឹសទៀត បាទ ឥឡូវយើងភ្លក់ជាមួយនឹងមុខម្ហូបបាទជាមួយនឹងស្លម្ជូរក្តាមក្តាតតែម្ដង តំណងមែនទែនជាពិសេសបានឃើញចុងភៅគាត់បង្ហាញស្វ័យដៃមិញមើលទៅដឹងទៅតំណងគួរចង់ញ៉ាំឥឡូវភ្លក់តែម្ដង បាទឡើងឈ្ងុយក្តាមមកឡើងនេះមកផ្អើមកអូភ្លក់ជាមួយនឹងរសជាតិទឹកសឡតិចសិនជូរជ្រះល្អហ្មងបងឆ្ងាញ់ជាតិរបស់គេសាក់ពងថៃមួយមើលសម្លបែបខ្មែរញ៉ាំជាប់មាត់ឆ្ងាញ់ណា នៅពងថៃឡើងតំណងមកដែរណូអើយចឹងទីនេះក្រៅពីសឡហ្នឹងតាមមានសឡប្រភេទណាទេបងច្រើននេះ មានច្រើនមុខយូររួមទៅ ហើយប្រភេទសឡ តើភេទសឡមាន YouTube បានទាំងអស់ចឹងណា បាទបង
តែឥឡូវខ្ញុំជាប់មាត់មួយស្លមជូរក្តាមក្តាប់នេះនឹងបើញ៉ាំទៅជាប់មាត់ឆ្ងាញ់ហ្នឹង ជាពិសេសជាមួយនឹងក្តារពេលដាក់ស្លមហ្នឹងទុនញ៉ាំទៅគឺ ថយ ឆ្ងាញ់ហ្នឹងហើយបាទ មែនតើរ៉េនដល់ពេលញ៉ាំទៅឡើងផុយហ្មងក្តាម នាំមកជូនជាពិសេសដោយ ញ៉ាំម៉ូតូ Scoopy 2025ចំនួន5គ្រឿងនិងរង្វាន់ទឹកប្រាក់យ៉ាងច្រើនសរុប355លានរៀល ជាបន្តទៀតយើងភ្លក់ជាមួយនឹង បាទគឺប្រហុកអាំងជ្រុញម្ដង ហុកអាំងលើជ្រុញ ប្រហុកអាំងជ្រុញនេះតម្លៃប៉ុន្មានដែរបងនៅបងរំចង់យើង តម្លៃ 25000 25000ដូច្នេះយើងភ្លក់ជាមួយនឹង ប្រហុកអាំងជ្រុញ បាទ អូខេមក សូមជួយលូរ៉េននេះសភាថ្មី នេះបន្លែ ចាស់មកបន្លែ បាទ អូឡូមែនតើនេះអត់បកកែប្រហុកអីក៏ញ៉ាំបានដែរព្រោះជាតិល្មមឆ្ងាញ់បាទជាតិហ្មងមិនដែររ៉េន ព្រោះជាតិគឺអត់ប្រៃហើយញ៉ាំជាមួយនឹងកសាំងហើយជាមួយផងនេះខ្ញុំថាដូចយ៉ាងដាក់សាច់ច្រើន ហ្នឹងហើយខ្ញុំមកជាចឹងដែរ យើងប្រើសាច់ជ្រូក បាទ សាច់ជ្រូក3ជាន់ច្រាមដាក់ជាមួយប្រហុក សាច់ច្រាំងសាច់ច្រើនហើយប្រហុកអាំងលើជ្រុញនេះគឺក្រាស់ទៀត ញ៉ាំឆ្អែតហ្មងក្រាស់ដោយសារតែក្រាស់ហើយសាច់ច្រើនញ៉ាំទៅអត់ស្ដាយលុយទេ25000 បាទទស្សនិកជនឥឡូវយើងចូលមកដល់មុខម្ហូបបន្ទាប់នេះគឺជាមាន់ដុតទឹកឃ្មុំវិញម្ដងដែលជាមុខម្ហូបមួយដែលទទួលបានការចាប់អារម្មណ៍ពីបងប្អូនឬក៏អតិថិជនដែលគាត់បានអញ្ជើញមកដល់បឹងរំចង់នេះគឺអត់ដែលភ្លេចទេជាមួយមុខម្ហូបមាន់ដុតទឹកឃ្មុំនេះបាទអ្វីដែលពិសេសគឺជាមួយទឹកជ្រលក់របស់គាត់គឺមានទាំងប្រភេទជាមួយនឹងទឹកត្រីផ្អែមបាទជាមួយនឹងត្រីបុកក៏ដូចជាអំបិលម្រេចបាទ បងដល់ពេលមានទឹកត្រីផ្អែមអញ្ចឹងបើយើងថែមនំបញ្ចុកទៀតបានទេបង បាន អូដាក់នំបញ្ចុកទៀតកាន់តែឆ្ងាញ់ផ្ទាប់ជាមួយនឹងបន្លែ អត់ លូរ៉េន ប្លែកមែនតើព្រោះដោយសារតែកន្លងទៅយើងធ្លាប់ញ៉ាំទឹកត្រីផ្អែមតែពេលច្រើនគេប្រើមួយត្រីបាទតែជាមួយនឹងមាន់អាំងពេលច្រើនមានប្រហុកអាំងប្រហុកច្រាមអីអញ្ចឹងណាប៉ុន្តែសម្រាប់នេះប្លែកអញ្ចឹងចង់ដឹងរសជាតិមែនតើថាពេលដែលញ៉ាំផ្ទាប់ជាមួយបន្លែជាមួយសាច់មាន់ហើយជាមួយនឹងទឹកត្រីផ្អែមមករសជាតិមិនបាទ អញ្ចឹងហែកទេណា បាទរេណូចាត់ការម្ដង សុំហែកប្រើដៃណាលូរ៉េន ដំណងណារេណូ ប៉ុន្តែសាច់មកអត់ផុយណាលូរ៉េន បាទ នេះដោយសារយើងចំអិនព្រោះជាដុតនឹងយូរមែនបងមិនផុយល្អមែន ឈ្ងុយហ្មងពេល1ម៉ោងមកឆ្អិនមាន់មួយហ្នឹង អូ ណែរេណូជាមួយនឹងសាច់មាន់ដែលគាត់ប្រឡាក់ជាមួយនឹងទឹកឃ្មុំគឺថាឡើងលើប លើបអលងហ្មង ឈ្ងុយគ្រឿងដែលដុតមានដូចជាគល់សក្រីមាននេះគឺឈ្ងុយជាប់មួយសាច់ហ្មង ហើយជាពិសេសមាន់របស់គាត់ដុតរយៈពេល1ម៉ោងអញ្ចឹងទស្សនិកជនចង់កំងអីបើស្គាល់លេខទេកក់មុនទៅដើម្បីម្ដងបានញ៉ាំហ្មង បាទបាទ អញ្ចឹងកុំអុយនេះភ្លក់តែម្ដងបាទគឺយើងត្រូវផ្ទាប់ជាមួយនឹងបន្លែសិនដោយសារតែមានទឹកត្រីកោះកង់ច្រឡំ ទឹកផ្អែម ទឹកត្រីផ្អែមជ្រលក់ទៀត បាទអញ្ចឹងទៅសាកមើល មានជាតិហ្មង ប្លែក បងសុំអញ្ជើញ បាទ ជ្រលក់ទៀតបងណា បាទ បាទអូតំណងមែនតើប្លែកបងនេះធ្លាប់ទៅជ្រលក់មួយទឹកត្រីកោះកង់បើអាមេរិកអីដល់ពេលជ្រលក់មួយទឹកត្រីផ្អែមនេះមួយយ៉ាងដែរ បាទ តែស្ដារលឿនអត់មាននំបញ្ចុក ទឹកត្រី បាទ ចាប់ មាននំបញ្ចុកល្អមកបងនេះ បាទ បោះនំបញ្ចុកបន្តិចរសជាតិកាន់តែឆ្ងាញ់បើអ្នកចូលចិត្តញ៉ាំផ្ទាប់គឺត្រូវហ្មង ហ្នឹងហើយ ផុយមែនតើបង មួយយើងដុតប្រើរយៈពេលយូរ បាទបង ហុយហ្នឹងហើយ ទៅមើលលើបលងសុំដៃឲ្យទស្សនិកជនអើយមិនញ៉ាំមិនតាន់គេអញ្ចឹងទៀតអត់ឆ្ងាញ់លូរ៉េនទេមិនដែរលូរ៉េន ឆ្ងាញ់ប្លែកព្រោះញ៉ាំធ្លាប់ញ៉ាំទឹកត្រីផ្អែមជាមួយនឹងត្រីប៉ុន្តែដល់ពេលដែលញ៉ាំជាមួយនឹងមាន់ផ្ទាប់មួយបន្លែទៅរសជាតិផ្សេងប្លែកម្យ៉ាងទៀតអញ្ចឹងបាទ ឥឡូវសាក់ញ៉ាំទៅទេវិញអត់ផ្ទាប់ម្ដង បាទថ្ងៃនេះរេណូចិត្តល្អណាកាច់ឲ្យខ្ញុំមកផ្លូវពេញហ្មង ឆ្ងាញ់មែនតើលូរ៉េនប៉ុន្តែនេះជាគំនិតរបស់ខ្ញុំបងបើសិនជាផ្ទាប់ជ្រលក់កាន់តែឆ្ងាញ់ជាង ឆ្ងាញ់ បើញ៉ាំនេះដោយសារតែមុខម្ហូបរបស់ហាងបងគឺត្រូវតែផ្ទាប់បានមានរសជាតិកាន់តែឆ្ងាញ់អញ្ចឹងបើយើងញ៉ាំទៅទេរសជាតិបែបមួយយ៉ាងតែបើជ្រលក់ដូចមុនហ្នឹងឆ្ងាញ់ជាងទស្សនិកជនឆ្ងាញ់ជាប់មាត់ហ្មងអូឆ្ងាញ់គ្រប់មុខមកលូរ៉េនទាំង4មុខនេះពេញចិត្តហ្មង ជាតិហ្មងជាមួយនឹងសាច់មាន់គឺផ្អែមនៅទឹកឃ្មុំជាប់ជាមួយនឹងស្បែកមាន់ណា
ឆ្ងាញ់មែនតើបាទអរគុណចាស់ទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាមួយនឹងវគ្គចុងក្រោយនៃកម្មវិធីជិបចប់តែឆ្ងាញ់របស់យើងនៅក្នុងការភ្លក់នៅមុខម្ហូបដែលជាមុខម្ហូបពិសេសនៅភោជនីយដ្ឋានបឹងរំចង់ក៏បានបញ្ចប់ទៅហើយជាចុងក្រោយជាមួយនៅកម្មវិធីក៏ដោយវត្តមានខ្ញុំទៅពីរនាក់ក៏សូមអរគុណដល់បងប្រុសដែរដែលបានចូលរួមក្នុងថ្ងៃនេះជាពិសេសគឺបានផ្ដល់ជូនជាមួយម្ហូបនិងទីតាំងសម្រាប់ការថតនៅក្នុងសប្តាហ៍នេះផ្ទាល់តែម្ដងអញ្ចឹងជាចុងក្រោយបងមានពីអ្វីនិយាយទៅកាន់ទស្សនិកជនដូចជាអតិថិជនតៃដែលគ្រប់គ្រងនៅភោជនីយដ្ឋានបឹងរំចង់របស់យើងតាំងពីដើមរហូតដល់ពេលនេះបាទសូមជឿមកជាចុងក្រោយខ្ញុំសូមអរគុណដល់ភ្ញៀវកិត្តិយសដែលគាត់តែងតែផ្ដល់ពេលដែលមានតម្លៃអញ្ជើញមកទទួលសេវានៅហាងខ្ញុំដូចជាមានទូត្រីហើយនឹងកំងម្ហូបដើម្បីញ៉ាំនិងជូនពរឲ្យភ្ញៀវទាំងអស់មានសុខភាពល្អនិងរកស៊ីទទួលទានមានបានគ្រប់គ្នាបាទបងបាទអរគុណបងចុះបងបើសិនជាមានអតិថិជនខ្លះដែលគាត់កំពុងតែទស្សនាវីដេអូនេះចង់ស្គាល់ហាងបងឲ្យកាន់តែច្បាស់តាក់ទងជាមួយនឹងទីតាំងនិងលេខទូរស័ព្ទដើម្បីធ្វើការកក់ហ្នឹងតើអាចតាក់ទងតាមលេខប្រមាណទីតាំងនៅណាដែរបងបាទចំពោះទីតាំងនៅក្នុងហាងរបស់ខ្ញុំហ្នឹងមាន page បងអាចចូលក្នុង page បឹងរំចង់ទៅនៅក្នុង page ហ្នឹងវាមាន logo map ក្នុងហ្នឹងហើយបាទបងអាចមកតាមរយៈអ្វីដាក់ថាភពជំនីឋានបឹងរំចង់បាទហើយចំពោះលេខទូរស័ព្ទដែលភ្ញៀវក៏ចង់ទេមកកក់កញ្ចុះឬមួយក៏មកកំងម្ហូបទុកមុនអញ្ចឹងយើងមានលេខទូរស័ព្ទ3ប្រព័ន្ធមាន092 068 069 7 ដើម 960បាទអញ្ចឹង3ប្រព័ន្ធលេខដូចគ្នាទាំងអស់បាទគាត់តែក្បាលទេបាទគេថាពិសេសមែនតើហើយអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាកម្មវិធីរបស់យើងហើយថ្ងៃចុងសប្តាហ៍មិនដឹងថាទីតាំងណាសម្រាប់ការជួបជុំគ្នាក៏ដូចជាការទទួលទានអាហារចង់បានម្ហូបឆ្ងាញ់ក៏ដូចជាតម្លៃសមរម្យអាចអញ្ជើញមកបានជាមួយភោជនីយដ្ឋានបឹងរំចង់ដែលបងជួយជូនបានជាមួយនឹងលេខទូរស័ព្ទហើយបើសិនជាចង់ច្បាស់គឺលើ page ភោជនីយដ្ឋានបឹងរំចង់យើងចុចមើលទៅមាន Google Map នៅក្នុងនឹងផ្ទាល់តែម្ដងអរគុណចាស់ទស្សនិកជនជាទីគោរពនិងជាទីមេត្រីដោយសារតែពេលវេលានៃកម្មវិធីរបស់យើងក៏ឃើញថាបានឈានមកដល់ទីបញ្ចប់ហើយក៏សូមខន្តីនឹងអភ័យទោសដែររាល់កម្មវិធីដែលកើតមានឡើងដោយអចេតនាជាមួយនឹងការដំណើរការក្នុងកម្មវិធីសម្រាប់ថ្ងៃនេះដូចគ្នាផងដែរកម្មវិធីយើងអាចដំណើរការទៅបានដោយសារតែមានការចូលរួមឧបត្ថម្ភកម្មវិធីជាពិសេសដោយដុំស៊ុបខ្នុរជួយឆ្ងាញ់រងាស់មាន់ទាំងមូលម្សៅស៊ុបខ្នុររសជាតិឆ្ងាញ់សម្បូរដោយជីវជាតិឥឡូវនេះជាមួយនឹងម្សៅស៊ុបខ្នុរគឺមានផ្ដល់ជូនជាមួយនឹងរង្វាន់ពិសេសច្រើនមែនទែនដូចជាម៉ូតូស្គូពីស៊េរីឆ្នាំ2025ជាច្រើនគ្រឿងហើយជាមួយនឹងប្រាក់រង្វាន់ជាប្រាក់សុទ្ធរហូតដល់ទៅ355លានរៀលផងដែរបាទហើយជាចុងក្រោយជាមួយនឹងកម្មវិធីក៏ជូនពរដល់ពុកម៉ែបងប្អូនសូមជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នាខណៈពេលនេះពីកម្មវិធីជិបចប់តែឆ្ងាញ់សម្រាប់សប្តាហ៍ថ្មីនេះក៏សូមអរគុណនិងសូមជម្រាបលាបាយបាយនាំមកជូនជាពិសេសដោយមានម៉ូតូស្គូពី2025ចំនួន5គ្រឿងនិងរង្វាន់ទឹកប្រាក់យ៉ាងច្រើនសរុប355លានរៀល